រៀនភាសាបារាំងយូរហើយប៉ុន្តែការអានភាសាបារាំងនៅតែខ្សោយហើយការអាននៅតែមានខុសច្រើនអ្នកខ្លះគឺរៀនដល់កម្រិត A ឬក៏រៀនដល់ B អាងទៀតប៉ុន្តែការអាននៅតែខ្សោយនៅឡើយអញ្ចឹងក៏នេះដែរចង់សួរត្រឡប់ទៅកាន់អ្នកគ្នាវិញថាតើមានកត្តាអ្វីខ្លះដែលធ្វើយើងខ្សោយការអាននឹងតើអ្វីទៅជាដើមហេតុដែលធ្វើឲ្យការអានរបស់យើងនឹងគឺវាតែងតែមានកំហុសហើយនៅពេលយើងជួបពាក្យថ្មីតែងតែពិបាកក្នុងការអានហើយប្រកបដោយចេញទៀតអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងលើកឡើងពីមូលហេតុទាំងអស់ហ្នឹងហើយក៏និយាយអំពីគន្លឹះដើម្បីពង្រឹងការអានរបស់អ្នកគ្នាផងដែរហើយទន្ទឹមនឹងដែរខ្ញុំក៏និយាយអំពីអត្ថប្រយោជន៍និងគុណសម្បត្តិទៅលើការអានតើការអានវាផ្ដល់អត្ថប្រយោជន៍គុណប្រយោជន៍អ្វីខ្លះដល់យើងជាពិសេសនឹងពង្រឹងទៅលើចំណេះដឹងរបស់យើងតែម្ដងហើយជាពិសេសទៀតខ្ញុំក៏មានដំណឹងពិសេសមួយផងដែរនៅខាងចុងវីដេអូនេះខ្ញុំនឹងមានធ្វើការ giveaway សៀវភៅចំនួន3ក្បាលផងដែរអញ្ចឹងកុំឲ្យខាតពេលយូរឥឡូវយើងមកស្វែងយល់ទាំងអស់គ្នាមូលហេតុទី1ដែលធ្វើយើងខ្សោយទៅលើការអានភាសាបារាំងនេះគឺជាការខ្សោយទៅលើការកសាងមូលដ្ឋានគ្រឹះទៅលើការអានភាសាបារាំងផ្ទាល់តែម្ដងដែលការកសាងមូលដ្ឋានគ្រឹះទៅលើការអាននេះគឺគេរៀននៅកម្រិត A0 ឬក៏កម្រិតដំបូងនៃកម្រិត A អាងដែលការកសាងទៅលើមូលដ្ឋានគ្រឹះក្នុងការអានភាសាបារាំងនេះគឺពិតជាមានសារៈសំខាន់មែនទែនឲ្យយើងស្គាល់ទៅលើអក្ខរក្រមភាសាបារាំងឬក៏ alphabet français ដែលអក្ខរក្រមភាសាបារាំងហ្នឹងគឺបែងចែកជាពីរគឺទី1គឺព្យញ្ជនៈទី2គឺស្រៈប៉ុន្តែសារៈព្យញ្ជនៈនៅភាសាបារាំងគឺបែងចែកជាពីរគឺព្យញ្ជនៈទល់និងព្យញ្ជនៈផ្សំឯស្រៈក៏ដូចគ្នាដែរក៏បែងចែកជាពីរដូចគ្នាដែរគឺស្រៈទល់និងស្រៈផ្សំហើយក្រៅពីនេះក៏មានស្រៈដាក់អក្សរដែរអញ្ចឹងត្រង់ចំណុចមូលដ្ឋានគ្រឹះហ្នឹងនៅពេលដែលយើងរៀនគឺយើងត្រូវស្គាល់ឲ្យច្បាស់អំពីព្យញ្ជនៈហើយនិងស្រៈអស់ហ្នឹងកាលណាយើងស្គាល់វាច្បាស់យើងនឹងដឹងថាយើងត្រូវប្រកបពាក្យដូចម្ដេចយើងយកព្យញ្ជនៈនេះទៅផ្សំជាមួយពាក្យនេះវាចេញសលេងបែបណាដែរអញ្ចឹងនៅក្នុងភាសាបារាំងគឺមានសលេងច្រើនគួរសមដែរយើងត្រូវស្គាល់ហើយយើងត្រូវដឹងអំពីការប្រកបនិងលក្ខខណ្ឌទៅលើការប្រកបភាសាបារាំងដើម្បីធ្វើម៉េចបញ្ចេញសលេងពាក្យនឹងឲ្យបានត្រូវកាលណាយើងបញ្ចេញសលេងពាក្យនឹងបានត្រឹមត្រូវន័យថាការអានរបស់យើងក៏ត្រឹមត្រូវបានផងដែរអញ្ចឹងការកសាងទៅលើមូលដ្ឋានគ្រឹះទៅលើការអានភាសាបារាំងគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់អញ្ចឹងបើយើងខ្សោយវាយើងត្រូវតែធ្វើម៉េចទៅពង្រឹងវាឡើងវិញឲ្យបានស្ទាត់ជំនាញព្រោះថាការអានផ្សេងគឺចាប់ផ្ដើមពីកម្រិតដំបូងនឹងឯងបើកាលណាថាកម្រិតដំបូងយើងមានបញ្ហាហើយតទៅមុខទៀតក៏វានឹងអាចមានបញ្ហាបានផងដែរហើយជាពិសេសទៅទៀតនឹងគឺថានៅកម្រិត AA នេះគឺគេផ្ដោតទៅលើការអាននេះជារឿងដែលសំខាន់ចម្បងមួយព្រោះថាបើសិនជាអ្នកគ្នារៀននៅកម្រិត AA ដំបូងនឹងហើយបើសិនតែខ្សោយការអានទៀតអ្នកគ្នាគឺជាជនបរាជ័យហើយទៅលើការរៀនភាសាបារាំងកម្រិតដំបូងនឹងតែបើសិនជាអ្នកគ្នារៀននៅកម្រិត A2 ហើយការអានអ្នកគ្នានៅតែអត់មានការរីកចម្រើននៅតែខ្សោយទៀតចឹងនឹងគឺជាបញ្ហាមួយដែលអ្នកត្រូវយកចិត្តទុកដាក់ផងដែរព្រោះថាយើងអាចខ្ពស់ទៅកម្រិតតែការអានរបស់យើងមិនត្រូវពាក្យការអានរបស់យើងនៅតែខ្សោយអញ្ចឹងបានទេប៉ុន្តែសួរថាត្រង់នឹងវាជាបញ្ហាធំអត់វាមិនជាធំដុំណាស់ទេប៉ុន្តែវាសំខាន់អញ្ចឹងសរុបសេចក្តីមកវិញដើម្បីកុំឲ្យបរាជ័យតាំងពីរៀនកម្រិតដំបូងទៅគឺយើងត្រូវយកចិត្តទុកដាក់ខំប្រឹងជាពិសេសទៅលើការអានហើយមានបានន័យថាសំខាន់ទៅការអានទេតែចំណុចផ្សេងទៀតដូចវេយ្យាករណ៍ដូចកុំព្យូទ័រផ្សេងទៀតក៏សំខាន់ដូចគ្នាដែរយើងត្រូវយកចិត្តទុកដាក់ទាំងអស់ប៉ុន្តែការអានជារឿងចម្បងមួយដែលយើងមិនគួររំលងទេមូលហេតុទី2ដែលធ្វើឲ្យអ្នកមានខ្សោយទៅលើការអាននឹងគឺជាការខ្ជិលអានចឹងបើសិនអ្នកគ្នាអត់សូវបានអានទេហើយអត់សូវវឹកហាត់អានទេច្បាស់ណាស់គឺអ្នកគ្នាមិនអាចចេះអានបានល្អទេព្រោះថាការអានបានល្អវាមិនមែនជារឿងដែលចៃដន្យឬក៏ជាអភិនិហាលទេគឺជាការខិតខំប្រឹងអានតើយើងអានច្រើនឧស្សាហ៍អានបានយើងចេះកាន់តែស្ទាត់ជំនាញហើយបើសិនជាយើងមិនដែលកាន់សភៅអានទេចឹងបើសិនជាយើងចេះអានវិញនឹងគឺជារឿងដ៏ចម្លែកបំផុតហើយព្រោះថាដែលអានសភៅផងបែរជាអានបានល្អហ្នឹងហើយអញ្ចឹងសរុបមកវិញទៅខ្ញុំគិតថាមូលហេតុពីរនេះគឺគ្រប់គ្រាន់ដែលធ្វើឲ្យអ្នកវាខ្សោយទៅលើការអានឥឡូវយើងមកដឹងពីគន្លឹះដើម្បីពង្រឹងការអានរបស់យើងឡើងវិញអញ្ចឹងដើម្បីធ្វើឲ្យការអានរបស់យើងកាន់តែល្អប្រសើរក្រៅពីការពង្រឹងទៅលើមូលដ្ឋានគ្រឹះការអានមិញទី1គឺជាការវឹកហាត់អានឲ្យបានច្រើននឹងឯងកាលណាតែយើងវឹកហាត់អានកាន់តែច្រើនការអានរបស់យើងគឺកាន់តែស្ទាត់ជំនាញវាកាន់តែរីកចម្រើនម្ដងតិចម្ដងតិចវាធ្វើឲ្យយើងជួបទៅលើបរិបទជាច្រើននៃខ្លឹមសារនៅក្នុងអត្ថបទអាននឹងគន្លឹះទី2គឺជាការអានដែលមិនខ្វល់អំពីកំហុសហើយនិងការអានដែលមិនខ្វល់អំពីពាក្យថ្មីដែលយើងនឹងជួបអញ្ចឹងដល់ពេលដែលយើងចាប់ផ្ដើមអានអត្ថបទច្រើនអញ្ចឹងយើងពេលយើងអានខុសអីមួយពីរអញ្ចឹងយើងមិនបាច់ខ្វល់ទេយើងគឺតែពីអានតទៅមុខទៀតទៅហើយមួយទៀតហ្នឹងដល់ពេលយើងជួបពាក្យថ្មីក៏ដោយហើយបើសិនជាយើងចេះអានទេយើងគ្រាន់តែប្រកបវាទៅមកយើងអានទៅមុខរហូតយើងមិនខ្វល់តែពាក្យហ្នឹងមិនទេគឺយើងនៅតែបន្តអានអញ្ចឹងត្រង់នេះដែរខ្ញុំចង់បានន័យថាដល់ពេលដែលយើងអានយើងជួបពាក្យថ្មីឬយើងបង្កើតកំហុសក្នុងការអានហើយស្រាប់តែយើងឈប់ត្រង់នឹងអញ្ចឹងវាធ្វើឲ្យមានភាពប្រតិវាធ្វើយើងអានទៅតាក់វាអត់ smooth អញ្ចឹងក្នុងការអានដំបូងបានល្អគឺយើងធ្វើម៉េចពង្រឹងការអានរបស់យើងឲ្យបាន smooth សិនយើងគឺតែពីអានទៅហ្នឹងហើយទោះខុសក៏ដោយត្រូវក៏ដោយពាក្យថ្មីយើងអត់ចេះក៏ដោយតែយើងនៅតែបន្តអានរហូតគន្លឹះទី3ការអានដែលល្អគឺជាការអានដែលមានការលើកដាក់សំឡេងឲ្យបានត្រឹមត្រូវអញ្ចឹងដើម្បីធ្វើឲ្យការអានរបស់យើងលើកដាក់សំឡេងបានត្រឹមត្រូវយើងត្រូវតែយកចិត្តទុកដាក់ទៅលើសញ្ញាមួយចំនួននៅក្នុងភាសាបារាំងអញ្ចឹងសញ្ញាទី1ដែលយើងត្រូវយកចិត្តទុកដាក់នោះគឺជាសញ្ញាសួរដល់ពេលយើងជួបសញ្ញាសួរតើយើងគួរលើកដាក់សំឡេងបែបណាចេញទៅជាទម្រង់សំណួរហើយការសញ្ញាសួរមានសញ្ញាខណ្ឌសញ្ញាឧទានហើយនិងសញ្ញាក្បៀសផ្សេង
តើនៅពេលយើងជួបសញ្ញាបែបហ្នឹងតើយើងគួរលើកដាក់សម្លេងបែបណាអញ្ចឹងកាលណាយើងចេះបត់បែនទៅលើការលើកដាក់សម្លេងនេះធ្វើឲ្យការអានរបស់យើងវាពិរោះស្ដាប់ហើយការអានរបស់យើងកាន់តែល្អហើយអ្នកស្ដាប់យើងក៏គេកាន់តែចង់ស្ដាប់ផងដែរហើយបើកាលណាតែយើងលើកដាក់សម្លេងការអានរបស់យើងកាន់ល្អការពីពិរោះក៏ធ្វើឲ្យអ្នកស្ដាប់កាន់តែយល់ន័យដែរហើយយើងខ្លួនឯងក៏កាន់តែយកអត្ថន័យនៃអត្ថបទដែលយើងអាននឹងដែរអញ្ចឹងបើយើងសង្ខេបមកវិញទៅការអានដ៏ល្អគឺជាការហ្វឹកហាត់អានឲ្យបានច្រើនការប្រកបពាក្យបានត្រឹមត្រូវការបញ្ចេញសម្លេងឲ្យបានត្រឹមត្រូវនិងការលើកដាក់សម្លេងឲ្យបានត្រឹមត្រូវអញ្ចឹងទាំងអស់នេះគឺជាធាតុសំខាន់ដែលធ្វើឲ្យការអានរបស់យើងកាន់តែល្អនឹងឯងអញ្ចឹងពាក់ព័ន្ធនឹងការអានគឺខ្ញុំមានតែប៉ុណ្្នឹងទេដែលខ្ញុំលើកឡើងអំពីមូលហេតុហើយនឹងគន្លឹះទៅលើការពង្រឹងការអាននឹងប៉ុន្តែអ្នកនរមានដឹងទេហេតុអីបានខ្ញុំលើកយកវិធានបទការអាននេះមកនិយាយគឺដោយសារតែខ្ញុំមានគោលបំណងមួយគឺខ្ញុំចង់ពង្រឹងនិងលើកកម្ពស់ទៅលើការអានដែរព្រោះថាខ្ញុំផ្ទាល់ក៏ជាមនុស្សម្នាក់ដែលឆ្លាញ់ទៅលើការអានសៀវភៅផងដែរដោយអ្នកគ្នាឃើញនៅខាងក្រោយខ្ញុំស្រាប់គឺមានសៀវភៅជាច្រើនក្បាលផងដែរដែលខ្ញុំតែងតែអានមិនថាសៀវភៅជាបែបអប់រំរឿងនិទានសៀវភៅអក្សរសិល្ប៍ឬក៏សៀវភៅជំនាញផ្សេងៗទេបើខ្ញុំមានពេលគឺខ្ញុំតែងតែឆ្លៀតអានហើយការអាននេះគឺវាពិតជាមានអត្ថប្រយោជន៍និងគុណប្រយោជន៍ច្រើនមែនទែនទៅលើការពង្រឹងចំណេះដឹងការយល់ដឹងនិងបទពិសោធន៍ផ្សេងៗដែលមានកត់ត្រានៅក្នុងសៀវភៅនឹងហើយការអាននឹងក៏វាជាផ្នែកមួយទៅលើការបន្ថែមចំណេះដឹងយើងក្រៅពីអ្វីដែលយើងបានរៀននៅក្នុងសាលានៅក្នុងថ្នាក់ផងដែរអញ្ចឹងកាលណាដែលយើងអានច្រើនយើងក៏រីកចម្រើនទៅតាមនឹងដែរហើយដូចអ្នកគ្នាឃើញនៅខាងក្រោយខ្ញុំស្រាប់គឺមានសៀវភៅច្រើនក្បាលមែនទែនដែលខ្ញុំតែងអានចឹងមកខាត់ពេលវេលាយូរឥឡូវយើងមកចូលចំណុចសំខាន់របស់យើងដែលជាការ giveaway សៀវភៅចំនួន3ក្បាលចេញពីខ្ញុំផ្ទាល់ដែលសៀវភៅនេះគឺជា favorite book របស់ខ្ញុំដែលខ្ញុំបានអានរួចហើយឃើញថាវាល្អមែនទែនអញ្ចឹងខ្ញុំចង់ធ្វើការចែករំលែកអ្នកនរគ្នាហើយបើចង់ដឹងថាខ្ញុំ giveaway ទៅលើសៀវភៅឯខ្លះតើយើងមកមើលទាំងអស់គ្នាអូខេអ្នកនរគ្នាសម្រាប់សៀវភៅដែលខ្ញុំនឹងធ្វើការ giveaway ហ្នឹងគឺជាសៀវភៅដែលមានចំណងជើងថានេះគឺសៀវភៅដំណើរស្វែងរកខ្លួនឯងចឹងសម្រាប់សៀវភៅនេះខ្ញុំដាក់ giveaway ចំនួន2ក្បាលប៉ុន្តែទាំងអស់គឺខ្ញុំមាន3ក្បាលគឺថាខ្ញុំទូមួយក្បាលសម្រាប់អានខ្លួនឯងហើយសម្រាប់សៀវភៅមួយក្បាលទៀតដែលខ្ញុំនឹង giveaway គឺជាសៀវភៅអក្សរសិល្ប៍ដែលខ្ញុំត្រូវបានអានដែលសៀវភៅនេះគឺខ្ញុំធ្វើការ giveaway សម្រាប់ជាសៀវភៅអនុស្សាវរីយ៍ព្រោះថាសៀវភៅអក្សរសិល្ប៍ទាំងអស់នេះគឺវានៅមួយខ្ញុំប្រហែលជា10ឆ្នាំហើយសៀវភៅនេះគឺជាសៀវភៅដែលនៅថ្មីហ្មងអ្នកនរគ្នាខ្ញុំថែទាំវាបានយ៉ាងល្អព្រោះខ្ញុំជាមនុស្សដែលស្រឡាញ់សៀវភៅអញ្ចឹងសម្រាប់សៀវភៅអក្សរសិល្ប៍ហ្នឹងសម្រាប់អ្នកដែលទទួលបាន giveaway សម្រាប់សៀវភៅទី3ហ្នឹងគឺអាចរើសយកមួយក្បាលក្នុងចំណោមហ្នឹងប៉ុន្តែលើកលែងតែរឿងកលាប់ប៉ៃឡាននេះខ្ញុំអត់ឲ្យទេព្រោះថាសៀវភៅកលាប់ប៉ៃឡាននេះគឺជាសៀវភៅសំណោចចិត្តខ្ញុំអញ្ចឹងសៀវភៅនេះខ្ញុំមិនអាចដាក់ជា giveaway បានទេអស់ទាំងអស់នេះគឺនៅពេលខ្ញុំទិញគឺខ្ញុំតែងតែទិញច្រើនក្បាលហ្មងដូចអ្នកឃើញអញ្ចឹងណាព្រោះថាសម្រាប់ជូនជាមិត្តភក្តិសាជាកាដូថ្ងៃពិសេសឬក៏ជូនមនុស្សពិសេសអញ្ចឹងទៅប៉ុន្តែមិនដែលមានមនុស្សពិសេសឬក៏ដែលបានជូនមិត្តភក្តិប្រហែលនេះអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាយកវាមក giveaway និងបរិច្ចាគខ្លះអញ្ចឹងណាហើយប៉ុន្តែបើសៀវភៅដែលខ្ញុំអានដំបូងបំផុតពាក់ព័ន្ធនឹងសៀវភៅដែលបែបអប់រំហើយមានកម្រាស់បែបនេះគឺជាសៀវភៅមីនីគឺខ្ញុំមាន2ក្បាលផងដែរតែតាមពិតខ្ញុំទិញច្រើនក្បាលដែរប៉ុន្តែខ្ញុំឲ្យមិត្តភក្តិខ្ញុំឲ្យនឹងសល់2ក្បាលហ្នឹងហើយក្រៅពីនេះដែរគឺមានសៀវភៅរូបវិទ្យារបស់គ្រូឌីហើយសម្រាប់សៀវភៅនឹងវិញគឺខ្ញុំទិញតាំងពីឆ្នាំទី1នៅទាំងថងទាំងអីដែរអ្នកគ្នាប៉ុន្តែអត់បានអាននៃសៀវភៅនឹងខ្ញុំគិតតែអានប្រភេទគេបកប្រែខ្លះៗណាតែខ្ញុំអត់បានអានវាទេអត់ដឹងមិនខ្ញុំចង់អានវាអញ្ចឹងសៀវភៅនេះក៏ខ្ញុំបរិច្ចាគទៅកាន់ចន្ទមីដែរសម្រាប់សៀវភៅអំណាចកម្មនេះក៏ខ្ញុំចូលចិត្តអានដែរប៉ុន្តែខ្ញុំទុកអានខ្លួនឯងឡើងវិញហើយមួយទៀតហ្នឹងគឺសម្រាប់សៀវភៅរឿងព្រលឹងមេដឹកនាំនេះគឺខ្ញុំចូលចិត្តអានទានជាពិសេសដល់ពេលមានវិភាគទានគឺខ្ញុំតែទិញច្រើនក្បាលហើយបើមានឱកាសលើកក្រោយបើមានវិភាគទានទៀតខ្ញុំប្រហែលជាអាចទិញច្រើនក្បាលហើយខ្ញុំអាចបរិច្ចាគដែរហើយជាពិសេសហ្នឹងគឺនេះសៀវភៅមិនថាសៀវភៅមួយថ្ងៃបែបនៅចេតនាស្នេហារបស់គាត់ហ្នឹងគឺខ្ញុំទិញដល់ឡងដែរដូចជាសៀវភៅនេះជាដើមហ្នឹងហើយក៏ល្អដែរក៏ល្អអានដែរមិនមែនជាការប្រមូលទេប៉ុន្តែគឺជាការលើកកម្ពស់ទៅលើការអានហើយនឹងចែកលេខសៀវភៅល្អៗអ្នកគ្នាបានអានផងដែរអញ្ចឹងសៀវភៅមួយចំនួននេះគឺខ្ញុំនឹងបរិច្ចាគខ្ញុំមិនដឹងថាសៀវភៅណាទៀតខ្ញុំនឹងបរិច្ចាគទេតែសម្រាប់សៀវភៅ giveaway ហ្នឹងគឺមាន3ក្បាលដូចខ្ញុំលើកឡើងអញ្ចឹងគឺសៀវភៅដំណើរស្វែងរកខ្លួនឯងចំនួន2ក្បាលហើយនឹងសៀវភៅអក្សរសិល្ប៍ខ្មែរចំនួន1ក្បាលដែលខ្ញុំដាក់វាជាអនុស្សាវរីយ៍អញ្ចឹងអ្នកគ្នាអាចរើសយកមួយក្នុងចំណោមសៀវភៅទាំងនេះលើកលែងតែរឿងកលាប់ប៉ៃឡានឥឡូវយើងចូលមកដល់លក្ខខណ្ឌដើម្បីទទួលបានសៀវភៅទាំង3ក្បាលនេះអញ្ចឹងសម្រាប់លក្ខខណ្ឌគឺងាយស្រួលទេទី1អ្នកគ្រាន់តែ share វីដេអូនេះជា public ហើយ complete mention page របស់ Army Center បន្ទាប់មកគឺគ្រាន់តែ screenshot ផលដែលអ្នកគ្នាបាន share នោះដាក់ចូលក្នុង comment វីដេអូខាងក្រោមនេះលក្ខខណ្ឌទី2គឺការរើសអ្នកឈ្នះអញ្ចឹងអ្នកដែលឈ្នះគឺជាអ្នកដែលទទួលបានចំនួន like ឬក៏ reaction ច្រើនជាងគេអញ្ចឹងបើសិនជាអ្នកគ្នាទទួលបាន reaction ច្រើនអ្នកគ្នានឹងទទួលបានសៀវភៅនេះដែលអ្នកដែលទទួលបានច្រើនជាងគេចំនួន2នាក់នឹងទទួលបានសៀវភៅដំណើរស្វែងរកខ្លួនឯង
ហើយសម្រាប់អ្នកដែលទទួលបាន like ច្រើនជាងគេទី3គឺទទួលបានសៀវភៅអក្សរសិល្ប៍មួយក្បាលដែលអ្នកអាចរើសបានក្នុងចំណោមសៀវភៅអក្សរសិល្ប៍ដែលខ្ញុំមានផ្សេងៗដែលសៀវភៅទី3នេះគឺជាសៀវភៅអនុស្សាវរីយ៍ចេញពីខ្ញុំផងដែរហើយសម្រាប់អ្នកដែលឈ្នះគឺយើងនឹងធ្វើការប្រកាសនៅលើ page របស់ Army Center និងបញ្ជាក់ម្ដង Army ហើយសម្រាប់ការបាក់ chat deadline គឺអ្នកអាចមើលនៅលើ caption ខាងលើបានអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាវានឹងក្លាយជាប្រយោជន៍ទៅកាន់អ្នកនរគ្នាហើយជាចុងក្រោយគឺកុំភ្លេចចុច like subscribe និង follow ទៅកាន់ page របស់បញ្ជាក់ម្ដង Army ឬ Army Center ផងដែលមានដូចជា YouTube TikTok ហើយនិង Facebook page ហើយសម្រាប់បងប្អូនសិស្សនិស្សិតដែលចង់សិក្សាភាសាបារាំងនិងភាសាអង់គ្លេសជាមួយនឹងលោកគ្រូសាស្ត្រាចារ្យដែលមានបទពិសោធន៍ខ្ពស់អ្នកនរអាចចុះឈ្មោះចូលរៀននៅបញ្ជាក់ម្ដង Army ជាមួយនឹងតម្លៃសិក្សាដ៏សមរម្យបំផុតនៅក្នុងទីក្រុងភ្នំពេញហើយសម្រាប់ការសិក្សាចំនួន2ភាសាអ្នកនឹងទទួលបានការចំណាយចំនួន 10% ផងដែរអញ្ចឹងមួយទៀតនឹងក្រៅពីសិក្សាភាសាបារាំងនិងភាសាអង់គ្លេសយើងក៏មានជំនាញផ្សេងៗទៀតដែរដែលយើងត្រូវតែបង្កើតថ្មីអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀត Follow for more Bye bye